បាទសូមជម្រាបសួរនិងសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនដែលប្រកបរបរកសិកម្មមានកសិដ្ឋានមិនថាទូចមិនថាធំអីទេបងប្អូនណាថ្ងៃនេះខ្ញុំមានចំណេះដឹងតិចតួចតាក់ទងនឹងវិធីសាស្ត្រក្នុងការកម្ចាត់សត្វរុយចង្រៃនៅក្នុងកសិដ្ឋានរបស់យើងបងប្អូនណានេះជាលទ្ធផលបងប្អូនលទ្ធផលខ្ញុំដាក់ហើយគឺឃើញថាមានសិទ្ធិភាពខ្ពស់រុយងាប់ច្រើននេះពុំបកាច់បងប្អូនវាស៊ីពុំបកាច់នេះមកកតោនេះចូលរាប់លានក្បាលបងប្អូនណាហើយគ្រឿងផ្សំរបស់យើងបងប្អូនណាគ្រឿងផ្សំរបស់យើងអត់មានច្រើនទេបងប្អូនមាននេះបងប្អូនស្ករស1គីឡូក៏បានឬក៏កន្លះគីឡូក៏បានដែរបងប្អូនណាបើយើងមានលទ្ធភាពដាក់ទៅដោះគោខាប់ទៀតក៏បានដែរហើយបើអត់ទេក៏អត់ទៅនេះដោះគោស្ករសហ្នឹងគឺកន្លះគីឡូឬក៏1គីឡូមកបងប្អូនណាព្រោះពួកស្ករសឬក៏ទៅដោះគោនេះវាឈ្ងុយវាផ្អែមវាឈ្ងុយធ្វើឲ្យតាក់ទាញរុយវាមានជាតិផ្អែមជាតិក្លិនឈ្ងុយទៅវាតាក់ទាញរុយមកហើយចាប់ថ្នាំនេះអូស៊ីនបងប្អូនអូស៊ីននេះជាប្រភេទថ្នាំបាញ់លើដំណាំទេថ្នាំបាញ់ក្រាថ្នាំបាញ់កម្ចាត់សត្វល្អិតចង្រៃលើដំណាំហ្នឹងលើដំណាំលើផ្លែឈើហ្នឹងគឺអូស៊ីននេះតួឯករបស់យើងហើយក្រៅពីហ្នឹងដូចជាអត់ទេមានទេបងប្អូនអត់មានទេខ្ញុំមិនមែនប្រម៉ូទឲ្យក្រុមហ៊ុនហ្នឹងទេប៉ុន្តែខ្ញុំប្រើថ្នាំក្រាអីរបស់ក្រុមហ៊ុនផ្សេងទៀតដូចជាអត់មានសិទ្ធិភាពបើអូស៊ីននេះគឺដាក់សិទ្ធិភាពល្អសម្រាប់រុយបងប្អូនណាសម្រាប់រុយអញ្ចឹងយើងមានថ្នាំនឹងមួយកញ្ចប់ហើយជា20ក្រាមហើយស្ករស1គីឡូមកក៏បានដែរហើយបើមានដោះគោក៏ដាក់ដោះគោទៅបើអត់ទៅដោះគោទេអត់ក៏អត់ទៅហើយបើយើងមានជាប្រភេទនំប៉័ងគាត់ណានំប៉័ងសល់ឬក៏កាបាយឬក៏កន្ទុកអីក៏បានដែរឲ្យវាសម្រាប់ឲ្យរុយវាសម្រាប់រោមបងប្អូនណាយើងលាយទឹកប្រហែលជាមួយធុងពេត្រូទៅហើយថ្នាំនឹងមួយកញ្ចប់ហើយថ្នាំអូស៊ីនឹងមួយកញ្ចប់ហើយកស1គីឡូបានកន្លះគីឡូក៏បានហើយដោះគោខ្លះមកឲ្យវាឈ្ងុយយើងលាយចូលគ្នាសពបងប្អូនណាយើងលាយចូលគ្នាសពច្បល់វាសពទុកវាស្ទុះមកឃើញណាដែលវាចូលស៊ីងាប់ភ្លាមបងប្អូនណាហើយយើងយកឲ្យដួសក៏ប្រយ័ត្នដែរកុំឲ្យវាប្រឡាក់ដៃប្រឡាក់អីណាបើប្រឡាក់យើងលាងដៃឲ្យស្អាតហើយការពារមន់ការពារទារបស់យើងកុំឲ្យវាឬក៏ឆ្កែរបស់យើងវាស៊ីបងប្អូនណាស៊ីពុលទៅអស់ហើយនេះបងប្អូនហើយសម្រាប់កតោដាក់ហ្នឹងខ្ញុំយកកដង30លីត្រនេះខ្ញុំវះជា2ណាយើងដួសដាក់បងប្អូនណាដួសដាក់មានដោយកាកនំប៉័ងសចោលហ្នឹងកាកនំប៉័ងខ្លះឬកាកបាយខ្លះហ្នឹងដាក់វាចូលគ្នាចឹងមកហើយសម្រាប់មកកសិដ្ឋានរបស់ខ្ញុំនេះគឺខ្ញុំដាក់ចំនួន30កតោ30កដងកាត់ជា2ហ្នឹងណាហើយនេះខ្ញុំបង្ហាញបងប្អូនមើលពីលទ្ធផលថែមទៀតបងប្អូនលទ្ធផលថែមទៀតគឺថាមកកតោគឺមានរុយងាប់មករាប់លានក្បាលតែបងប្អូនណារាប់លានក្បាលនេះខ្ញុំដាក់ពីព្រឹកខ្ញុំដាក់ពីល្ងាចប្រហែលជាម៉ោង4ល្ងាចព្រលឹមឡើងម៉ោង10ម៉ោង9ជាងម៉ោង10ហ្នឹងគឺខ្ញុំទៅមើលលទ្ធផលហ្នឹងលទ្ធផលបងប្អូនណាបែបលទ្ធផលគឺវាងាប់ច្រើនអាណាដែលវាស៊ីវាទុំហើយវាស៊ីនៅក្នុងហ្នឹងគឺវាងាប់ក្នុងហ្នឹងតែម្ដងតែសម្រាប់អាខ្លះដែលវាទុំផ្លេតហើយវាហើរចេញទៅវិញជាតិថ្នាំពុលវាជាប់នឹងជើងជាប់នឹងអីវាលិតអីទៅវាងាប់នឹងក្រៅនេះបងប្អូនងាប់នឹងក្រៅច្រើនមែនទែនបងប្អូនណាហើយមិនថាដាក់ចឹងអស់រុយលីងពីកសិដ្ឋានយើងទេគ្រាន់តែវាកាត់បន្ថយបាន40ទៅ50%ដែរវានៅតែបង្កើតមកទៀតអញ្ចឹងដោយសារវាហើពីកសិដ្ឋានគេផ្សេងមកទៀតណាកសិដ្ឋានធំផ្សេងមកទៀតហើយច្រើនបងប្អូនណាដាក់ទៅគឺស្ងាត់បាន2ថ្ងៃដែរប៉ុន្តែកើតមកថែមទៀតកើតមកពីកសិដ្ឋានគេផ្សេងមកទៀតបងប្អូនណានេះខ្ញុំដាក់ប្រហែលជា30កតោហើយ1កតោនេះឃើញលទ្ធផលតន់បានមួយថ្ងៃពេញបងប្អូនគឺរាប់លានក្បាលហើយអានេះយើងអាចដាក់វាបានមួយអាទិត្យទៅ10ថ្ងៃបើសិនជាវាស្ងួតទឹកអស់យើងអាចថែមទឹកធម្មតាយើងចាក់ចូល1កតោ2កតោទៀតទៅយើងកូវាទៅគឺសិទ្ធិភាពទៀតបងប្អូននេះខ្ញុំដាក់មកជួរប្រហែលជា5កតោទៅ6 5កដងទៅ6កដងហ្នឹងនេះងាប់បងប្អូនស៊ីពុលងាប់វិញហ្នឹងហើយទីមថាអញ្ចឹងគឺយើងប្រយ័ត្នសម្រាប់មន់ទាឆ្កែរបស់យើងទៅវាទៅលិតអីទៅវាអាចពុលបាននេះសិទ្ធិភាពគឺគួរសមបងប្អូនណាអាចកាត់បន្ថយបាន40ទៅ50%ដែរហើយអញ្ចឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនធាតុផ្សំវាមានតែស្ករសឬក៏ទឹកដោះគោឬក៏នឹងនំប៉័ងដែលសឬកាកបាយកាកអីនឹងលាយចូលគ្នាមកជាមួយថ្នាំនឹងមកកញ្ចប់ទៅទឹកកាចធុងទៅលាយសពហើយយើងដួសដាក់ចឹងមកមានវិធីសាស្ត្រមានប៉ុណ្្នឹងហើយសម្រាប់ថ្នាំអូស៊ីនហ្នឹងគឺពិបាករកទិញដែរបងប្អូនខ្ញុំពឹងពេទ្យសត្វឲ្យទិញឲ្យដែរទៀតដូចជានៅផ្សារអូស័យតែនៅឌីប៉ូផ្សេងទៀតនឹងមាននឹងអត់
ចឹងមានតែប៉ុណ្្នឹងទេបងប្អូនសម្រាប់ចំណេះដឹងមួយហ្នឹងហើយសូមឲ្យបងប្អូនជួយ Subscribe Channel YouTube របស់ខ្ញុំផងដើម្បីទទួលបានចំណេះដឹងថ្មីសម្រាប់វិស័យកសិកម្មរបស់យើងទៀតជួយ Subscribe ហើយនឹងដាក់សញ្ញាកណ្ដឹងមួយបងប្អូនអរគុណច្រើនបងប្អូនអរគុណច្រើន